សួស្តីអ្នកនរគ្នាជួបខ្ញុំ JP ស្មីអញ្ចឹងក្នុងវីដេអូថ្មីថ្ងៃនេះគឺខ្ញុំធ្វើការមក share អ្នកនរគ្នាតាក់ទងជាមួយនឹងការ generate video តាមរយៈ AI បាទ generate ឲ្យធ្វើការ promote ជាមួយនឹងផលិតផលរបស់យើងក្នុងការធ្វើជាមួយនឹង dropshipping អញ្ចឹងអ្នកនរគ្នាដឹងហើយបាទចំពោះការធ្វើ dropshipping គឺសំខាន់ខ្លាំងមែនទែនក្នុងការដែលយើងមានជាមួយនឹងរូបភាពហើយជាមួយនឹងវីដេអូក្នុងការយកទៅ post នៅលើ social media របស់យើងព្រោះអីយើងចង់ try sell បានកាន់តែច្រើនបាទអញ្ចឹងអ្នកនរគ្នាត្រូវតែយើងធ្វើការ post នៅលើ social media យើងបន្ថែមអញ្ចឹងណាបាទយើងអាចរងចាំឲ្យគេចូលមកលើ website យើងដល់ឯងបានទេបាទអញ្ចឹងអ្នកនរគ្នាធ្វើការ post បន្ថែមអញ្ចឹងអ្នកនរគាត់ជាចង់ដឹងថាអូតើខ្ញុំត្រូវយករូបភាពមកពីណាយកវីដេអូមកពីណាដើម្បីធ្វើការ post អញ្ចឹងទៅបាទអញ្ចឹងចំពោះការយករូបភាពឬក៏វីដេអូបាទយើងទីមួយយើងមានការយកមកពីខាង supplier យើងអាចធ្វើការយកពីខាងគាត់មកប្រើបានយ៉ាងការគាត់តិចតួចទៅ edit បន្ថែមអញ្ចឹងណាបាទហើយទី2គឺអ្នកនរគ្នាអាចធ្វើការទិញអីវ៉ាន់ sample អ្នកនរគ្នាគិតថាអូខេអីវ៉ាន់មួយហ្នឹងគឺល្អខ្លាំងមែនទែនអ្នកនរគ្នាចង់ថតពីវាច្រើនអញ្ចឹងអ្នកនរគ្នាធ្វើការដាក់អីវ៉ាន់បាទដាក់ order sample មកដើម្បីយកមកថតឲ្យខ្លួនឯងក៏បានដែរនិងមួយទៀតទី3គឺវិធីសាស្ត្រងាយស្រួលជាងគេគឺអ្នកនរគ្នាអាចធ្វើការ generate video ជាមួយនឹង AI ឬក៏រូបភាពជាមួយនឹង AI បានអូខេអញ្ចឹងក្នុងវីដេអូថ្ងៃនេះគឺខ្ញុំធ្វើការមកបង្ហាញអ្នកនរគ្នាតាក់ទងជាមួយនឹងការធ្វើបែបហ្នឹងបាទគឺ generate ជាមួយនឹងវីដេអូហើយរូបភាពតាមរយៈ AI នឹងតែម្ដងអញ្ចឹងគឺងាយស្រួលសម្រាប់គ្នាយើងក្នុងការយករូបភាពនិងវីដេអូហ្នឹងទៅធ្វើការផ្សព្វផ្សាយបន្ថែមទៅលើបាទ product របស់យើងអូខេអញ្ចឹងអ្នកនរគ្នាធ្វើការចុច link ខាងក្រោម description ដើម្បីចូលទៅកាន់ជាមួយនឹង website មួយនឹងទាំងអស់គ្នាបាទអញ្ចឹងចំពោះ website មួយនេះគឺអ្នកនរគ្នាចុច link ទៅគឺនឹងឃើញតម្រងបែបហ្នឹងបាទគឺជា website របស់ក្រុមហ៊ុន Alibaba ផ្ទាល់តែម្ដងអញ្ចឹងគឺ AI មួយនេះគឺវាបាទគឺល្អខ្លាំងណាស់គឺវាតម្រង់ទិសយើងទៅរកជាមួយនឹង e-commerce តែម្ដងបាទអញ្ចឹងគឺវា focus ទៅលើ e-commerce ខ្លាំងតែម្ដងអញ្ចឹងអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាធ្វើការចូលទៅដល់គឺអ្នកនរគ្នាធ្វើការបង្កើតឈ្មោះ account សិនដោយអ្នកនរគ្នាធ្វើការចុចពីថា create now ហើយបន្តមកទៀតគឺអ្នកនរគ្នានឹងឃើញគេណែនាំពី tool របស់គេតែគេមានអីខ្លះអញ្ចឹង service របស់គេហ្នឹងបាទអញ្ចឹងគឺមានច្រើនខ្លាំងមែនតើឥឡូវហ្នឹងគឺយើងធ្វើការ create account សិនទៅចាំខ្ញុំធ្វើការបញ្យល់អ្នកនរគ្នាក្នុងនោះមានអីខ្លះបាទអញ្ចឹងយើងធ្វើការចុចកន្លែងពាក្យថា sign in បន្តមកទៀតគឺអ្នកនរគ្នាអាចធ្វើការ log in ជាមួយនឹង Google អ្នកនរគ្នាក៏បានឬក៏អ្នកនរគ្នាអាចធ្វើការចុច join now ដើម្បីធ្វើការsign up ជាមួយនឹង email របស់យើងអញ្ចឹងខ្ញុំសូមធ្វើការ sign up សិនទី1ធ្វើការដាក់ជាមួយនឹង email របស់ខ្ញុំមកបាទអូខេហើយបន្តមកទៀតគឺអ្នកនរគ្នាធ្វើការចុចពីថា get code ដើម្បីធ្វើការយក code ពី email របស់យើងមកដាក់បញ្ចូលក្នុងការ verify អញ្ចឹងយើងចុច send code ហើយយើងចូលមើលក្នុង email app របស់យើងបាទបន្តមកទៀតគឺអ្នកនរគ្នានឹងឃើញខាង Pico Pilot គឺគេ send ជាមួយនឹងលេខ code មកឲ្យយើងហើយអញ្ចឹងយើងគ្រាន់តែធ្វើការ copy ជាមួយលេខ code នឹងចូលមកហើយធ្វើការដាក់នៅកន្លែង verify នឹងមកហើយអ្នកនរគ្នាធ្វើការបំពេញជាមួយនឹង password របស់អ្នកនរគ្នាមកអូខេអញ្ចឹង password អ្នកនរគ្នាចង់ធ្វើការដាក់មិនក៏បានដែរអូខេខ្ញុំឧទាហរណ៍ដាក់ចេះមកអូខេបន្តមកអ្នកនរគ្នាចុចពាក្យកន្លែងគ្រីសខាងក្រោមចុចគ្រីសខាងក្រោមហើយចុចពាក្យថា sign up ដើម្បីធ្វើការបង្កើតជាមួយនឹង account របស់យើងអូខេអញ្ចឹងឥឡូវអ្នកនរគ្នាបានធ្វើការបង្កើតជាមួយនឹង account Pico Pilot នឹងហើយឥឡូវយើងសូមធ្វើការបង្ហាញអ្នកនរគ្នាអំពី tool មួយចំនួនសិនមុននឹងយើងធ្វើការទៅ generate test ទាំងអស់គ្នាអូខេអញ្ចឹងអ្នកនរគ្នាឃើញបាទមានជាមួយនឹងទី1ល្បីជាងគេហ្នឹងគឺ viral video maker អញ្ចឹងចំពោះviral video maker ហ្នឹងគឺគេ focus ទៅលើធ្វើវីដេអូប្រភេទ e-commerce នឹងផ្ទាល់តែម្ដងបាទអញ្ចឹងអ្នកនរគ្នាមិនបាច់ចាំសរសេរ prompt មិនចាំសរសេរអីទេអ្នកនរគ្នាគ្រាន់តែធ្វើការដាក់រូបភាពរបស់យើងចូលហើយអាចធ្វើការ add ជាមួយ reference photo reference video មានថាវីដេអូគំរូណាមួយដែលយើងចង់បានស្រៀងគេអញ្ចឹងអ្នកនរគ្នាធ្វើការដាក់បានដូចគ្នាអញ្ចឹងtool នោះមានឈ្មោះថា viral video maker បាទបន្តមកទៀតគឺយើងមានជាមួយនឹងពពួក AI product page design គឺយើងធ្វើការ design product page បាទនៅលើ store របស់យើងតែម្ដងអញ្ចឹងអ្នកនរគ្នាអាចធ្វើការយកជាមួយនឹង concept ហ្នឹងទៅ apply ទៅលើ Shopify store របស់យើងបានបាទគឺគេ generate ឲ្យយើងស្អាតអញ្ចឹងបាទអញ្ចឹងអ្នកនរគ្នាយក concept ហ្នឹងយកទៅ apply បានហើយមួយទៀតគឺយើងមានជាមួយនឹង fashion wheel គឺនិយាយទៅ tool មួយនេះគឺវា focus ទៅលើការធ្វើ e-commerce ផ្ទាល់តែម្ដងហើយពាក្យច្រើនគឺតាក់ទងជាមួយនឹងការធ្វើ fashion គឺល្អខ្លាំងមែនទែនដោយសារតែអ្នកនរគ្នាឃើញថា tool ច្រើនមែនតើគឺ support ជាមួយនឹងការធ្វើ fashion ណាបាទយើងមានជាមួយនឹង product avatar ដែលធ្វើជាលក្ខណៈរូបមានមនុស្សមានអីចឹងទៅបាទមានជាមួយនឹង virtual try on បាទ virtual try on ហ្នឹងគឺឲ្យគាត់ពាក់ភ្លាមតាមរងទៅហៅថាកៅអៅហ្នឹងគឺអ្នកនរគ្នាលក់ចឹងអ្នកនរគ្នាធ្វើការយកកៅអៅហ្នឹងទៅដាក់លើ model ណាមួយចឹងទៅបាទយកទៅគឺមានច្រើនខ្លាំងអ្នកនរគ្នាធ្វើការចូលមក sign up ហើយ explore ខ្លួនឯងបានមានជាមួយនឹងAI background ក្នុងការ generate ជាមួយនឹង background លើ product របស់យើងអូខេអញ្ចឹងគឺអ្នកនរគ្នាមានតែ product មកគឺវានឹងធ្វើ background ឲ្យយើងមកស្អាតដូចយើងថតនៅក្នុង studio ចឹងបាទ
ហើយមានច្រើនខ្លាំងទៀតអូខេអញ្ចឹងឥឡូវនេះគឺកុំឲ្យខាតពេលយូរបាទគឺខ្ញុំធ្វើការតែឲ្យអ្នកគ្នាមើលផ្ទាល់តែម្ដងតែប្រើមិនអីមិនអញ្ចឹងហ្នឹងបាទហើយនេះឃើញហ្នឹងបាទគឺមានទាំង poster មានទាំងអីមកមួយសេតហ្មងនិយាយទៅគឺអែមខ្លាំងហើយ tool មួយនេះគឺសូវមានពីណាគេសូវប្រើមកនេះដោយសារតែវាទៅតែចេញដែរទេបាទតែបោះ Alibaba អ្នកទាំងគ្នាបាទហើយ tool ហ្នឹងគឺអ្នកទាំងគ្នាមិនមែនប្រើអត់គិតថ្លៃរហូតដែរគឺគេគិតចំនួននេះ balance អ្នកទាំងគ្នាគេគិតចំនួន balance បាទអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាធ្វើការ generate វីដេអូម្ដងបាទតម្លៃជាទូទៅដូចជា100 balance បាទ100ខ្វាញ់ហ្នឹងខ្វាញ់កាក់ហ្នឹងបាទពេលខ្លះគេ discount ទៀតនៅសល់ត្រឹមតែ50ទេអញ្ចឹងអ្នកទាំងគ្នាក៏អាចធ្វើការតេស្តសាកម្ដងពីរដងសិនដែរហើយបើសិនអ្នកទាំងគ្នាចង់ទិញជាមួយនឹង plan របស់គេហ្នឹងក៏បានដែរគ្រាន់តែអ្នកទាំងគ្នាធ្វើការជឿពីថា upgrade now ហ្នឹងមកហើយអាចធ្វើការប្រាស់ជាមួយនឹង plan របស់គេបានបាទគឺ plan ហ្នឹងគឺធូរថ្លៃខ្លាំងមែនតើអត់មាន AI tool ណាដែលធូរថ្លៃអញ្ចឹងអ្នកទាំងគ្នាបាទអ្នកទាំងគ្នាដូចជា AI tool ធំមកចំណុចជា Hikfill បាទ Kling បាទឬក៏វីដេអូផ្សេងទៀតបាទគឺថ្លៃខ្លាំងមែនតើបាទមួយឆ្នាំសិតរាប់រយរាប់អីតែនេះគឺធូរថ្លៃខ្លាំងមែនតើតែម្ដងបាទអូខេអញ្ចឹងអាចធ្វើការអ្នកទាំងគ្នាធ្វើការជិះពីថា start 7 day free trial នឹងបានបាទគឺគេឲ្យ trial យើងរយៈពេល7ថ្ងៃដូចគ្នាផងដែរគាត់ជួយកន្លែងហ្នឹងមកហើយបន្តមកទៀតអ្នកទាំងគ្នាធ្វើការ subscribe មកអូខេអញ្ចឹងមួយខែត្រឹមតែ$8.99ទេបាទក្នុងការប្រើជាមួយនឹង AI tool នឹងហើយយើងនឹងទទួលបានជាមួយនឹងអាខ្វាញ់រហូតដល់1000ខ្វាញ់1000 P ខ្វាញ់ក្នុងមួយខែអញ្ចឹងអ្នកឲ្យធ្វើការ generate បានវីដេអូច្រើនគួរសមដែរហើយជាមួយរូបភាពក៏បានច្រើនដែរបាទអញ្ចឹងអ្នកទាំងគ្នាចុចលើកាតមកដើម្បីធ្វើការបង់ប្រាក់ជូនគេអញ្ចឹងបាទអញ្ចឹងអ្នកទាំងគ្នាធ្វើការបំពេញជាមួយព័ត៌មានរបស់អ្នកទាំងគ្នាហើយយើងចុច sell មកអ្នកទាំងគ្នានឹង subscribe ជាមួយនឹងplan របស់ Pico Pilot ហ្នឹងហើយខ្ញុំ recommend ហ្នឹងគឺអា plan Pico Pilot Pro Plus ហ្នឹងបាទអូខេហើយ trick មួយទៀតបាទទិញអីក៏ដោយនេះខ្ញុំធ្វើឲ្យឃើញនេះអ្នកទាំងគ្នាចូលទៅកន្លែង check out page ហើយអ្នកទាំងគ្នាចុចថយក្រោយសិនពេលខ្លះបាទគឺគេនឹងឲ្យយើង discount បន្ថែមទៀតអាហ្នឹងគឺជា technique មួយដែលដែលខ្ញុំតែងតែប្រើដល់នេះឃើញមិញ8.99គ្រាន់ខ្ញុំរកចេញភ្លាមវាទៅសល់តែ7.19ទេបាទអញ្ចឹងគឺក្រុមហ៊ុនធំមួយចំនួនគេ apply លក្ខណៈ strategy បែបហ្នឹងអញ្ចឹងអ្នកទាំងគ្នាអាចយក tip ហ្នឹងទៅប្រើបានអូខេអញ្ចឹងនេះខ្ញុំ recommend ជាមួយនឹង Pico Pilot Pro Plus ហ្នឹងបាទគឺអាច generate ជាមួយនឹង image video បាទបានជាមួយនឹង coin បាទអីច្រើនបាទ fashion reel គេ support ច្រើនណាបាទអញ្ចឹង tool ហ្នឹងគឺ tool ធំជាងគេហើយបាទ8.99ហ្នឹងគឺតម្លៃដែលplan ថ្លៃជាងគេហ្នឹងហើយបាទនៅក្នុង Pico Pilot ហ្នឹងប៉ុន្តែបើវា compare ជាមួយនឹង platform ផ្សេងគឺវាធូរជាងគេអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំសុំទៅ generate ជូនគ្នាយើងមើលតែម្ដងអូខេបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញដល់បងប្អូនអំពីរបៀបនៃការ generate ជាមួយវីដេអូតែម្ដងទៅបាទ tool មួយមានឈ្មោះថា Viral Video Maker បាទ tool ល្បីប្រចាំ Pico Pilot ហ្នឹងអូខេអញ្ចឹងខ្ញុំបាន log in ជាមួយ account របស់ខ្ញុំទិញ Pro Plus ដូចគ្នាបងប្អូនបាទហើយខ្ញុំប្រើ coin ចិត្តអស់ហើយមិនសល់តែ200ជាងទេបាទគេឲ្យមួយខែ1000បាទអញ្ចឹងខ្ញុំចូលមក tool ហ្នឹងហើយបន្តមកទៀតខ្ញុំសូមបញ្យល់គ្នាយើងបាទគឺយើងអត់ save prom អីញ៉ៃទេនេះអត់ចេះ save prom ក៏ស្រួលដូចគ្នាផងដែរបាទអញ្ចឹងយើងគ្រាន់តែធ្វើការ upload ជាមួយនឹងរូបភាព product របស់យើង1ទៅ3 product មក1ទៅ3រូបថតនៃ product របស់យើងហ្នឹងបន្តមកយើងធ្វើការរើសជាមួយនឹង template របស់គេដែលបានដាក់មកហ្នឹងយើងចង់បានវីដេអូហ្នឹងចេញមកបែបមិនយើងធ្វើការរើសបានឬក៏អ្នកទាំងអស់គ្នាមានជាមួយនឹងវីដេអូ reference វីដេអូ reference ហ្នឹងន័យថាអ្នកទាំងអស់គ្នាឃើញនៅលើ social media ផ្សេងៗទៅថា TikTok បាទឬក៏ IG អញ្ចឹងទៅឃើញគេធ្វើបែបហ្នឹងអ្នកទាំងអស់គ្នាចង់បានបែបហ្នឹងដែរអាច download វីដេអូគេហើយយកមកដាក់ចូលនៅកន្លែង reference photo វីដេអូហ្នឹងបានអូខេអញ្ចឹងឥឡូវនេះចំពោះដំណាក់កាលដំបូងខ្ញុំសូមធ្វើការបង្ហាញគ្នាយើងពីរបៀបនៃការ generate ជាមួយ template សិន template មានស្រាប់នៅក្នុងហ្នឹងអញ្ចឹងបាទអញ្ចឹងខ្ញុំរកមើល template មួយសិនឧទាហរណ៍ថាខ្ញុំយកជាមួយនឹងអ្នកទាំងអស់គ្នាអាចធ្វើការនេះប្រភេទ unboxing បាទមានអស់គ្នាទៅបាទហ្នឹងយើងអាចធ្វើការយក run add ជា event នេះក៏បានដែរនេះអូខេអត់គឺអែមខ្លាំងមែនតើបាទអូខេឥឡូវខ្ញុំយកជាលក្ខណៈunboxing ហ្នឹងមកទៅឲ្យគ្នាយើងមើលតែម្ដងបាទអីវ៉ាន់ខ្ញុំវាទូចដែរទេខ្ញុំដាក់នេះបាទគឺជាលក្ខណៈប្រភេទកាសដែលជួយឲ្យយើងគេលក់ស្រួលអញ្ចឹងមិនមែនជាលក្ខណៈកាសដោះចម្រៀងទេណាបាទអញ្ចឹងខ្ញុំដាក់វីដេអូ reference ដែលយើងយកពីខាងក្រោមហ្នឹងហើយបន្តមកដាក់រូបភាពអីវ៉ាន់របស់យើងអញ្ចឹងយើងធ្វើការដាក់រូបភាពមកអញ្ចឹងយើងធ្វើការដាក់រូបនេះមួយ
đã đụng đi muối hơi nhom đã cho một nâng rụp đi muối tiệt cho đã bị bom mọi người mà nhà tao hiện đại hộp này đã miền mà nước cho á cũng miền mà nước cứ vì làm việc trả lại đặt trên thì mà hai một tiết này nóเนี่ยเคย khởi mấy cái đã thay subtitle thì chẳng video nó như là đóเนี่ยchọn ban subtitle là chọn ban cho một nâng text này lửa video như là ai thua cam mơ lại để bán cái đã thay enable subtitle hay cho một disable không niệm mà chẳng ấy mà chẳng vừa việc đã text ở dương mà auto chẳng ấy vậy chẳng là đóเนี่ยchọn bán ai thua cam đã bản bản lấy nhiều mặt đã thế mà hà chị send máu ok thì chẳng dương cho send hai này đóเนี่ยtrăm bia mà tổ tới cơ viên này chặt đá thua ca trên rẻ chun dương này ok thì chẳng cứ khơi ra bảo cứ viên lột tự xây prom ở dương toàn tại một dương mà trăm họ tự xây để mà chẳng cứ bị anh lại mà set mà mong chẳng hết mày ok chẳng lấy trăm bia cho để chọc ra nữa ok taoนี้chẳng bắt đầu ពីអ្នកតោះគ្នាធ្វើការរងចាំមកសន្ទុះមកគឺវាអត់តន់យ៉ាងវីដេអូទេប៉ុន្តែគឺវាធ្វើការ send ជាលក្ខណៈ reference image មកបន្ថែមដើម្បីឲ្យយើងធ្វើការដាក់ម៉ាស៊ីនជាយើងគិតថាបាទ image របស់យើងហ្នឹងគឺវាអត់ច្បាស់គ្រប់គ្រាន់អញ្ចឹងទៅអញ្ចឹងយើងអាចធ្វើការរើសយក image គេមកបន្ថែមក៏បានគ្នាផងដែរជំនួសជាមួយនឹង image របស់យើងអញ្ចឹងណាបាទគឺវា scan រកមើល product ដែលស្រៀងគ្នាហ្នឹងណាអញ្ចឹងខ្ញុំគិតថាអូខេរូបខ្ញុំគឺវាច្បាស់ល្អដែរហើយអញ្ចឹងខ្ញុំមិនចាំយករបស់គេក៏បានដែរអូខេអញ្ចឹងបន្តមកទៅគឺគេនឹងសួរយើងតើគេថាគុណសម្បត្តិនៃអីវ៉ាន់យើងមានអីខ្លះអញ្ចឹងយើងអាចរើសចាប់ពី3បានណាឬក៏យើងធ្វើការ add custom ដល់ខ្លួនឯងសរសេរក៏បានដែរអាចធ្វើការ add ជាមួយ logo ខ្លួនឯងក៏បានបាទអាចធ្វើការ add ជាមួយ brand name យើងក៏បានបាទហើយអ្នកទាំងគ្នាយក generate ប្រមាណវីដេអូយើងចង់បាន1ចង់បាន2ឬបាន4នេះទៅអញ្ចឹងយើងយកទៅមួយសិនទៅយើងមើលសិន generate ស្អាតអត់បើថាស្អាតយើងយកបើថាយើងអត់ស្អាតទេយើង generate មួយទៀតចឹងទៅយើងកុំដាក់ម្ដង3 4នាំតែវាអស់ជាមួយនឹងខ្វាញ់របស់យើងទេបាទអញ្ចឹងយើងធ្វើការដាក់តែមួយទៅបានហើយចុច generate មកអូខេ generate ម្ដងគឺអស់ 50p ខ្វាញ់បាទគឺតម្លៃនេះគឺតម្លៃ promotion អូខេអញ្ចឹងឥឡូវនេះគឺវាកំពុង generate video ឲ្យយើងហ្នឹងណាបាទយើងអ្នកនរគ្នាចាំមកទទួលទៀតទៅគឺនឹងបានជាមួយនឹងវីដេអូហ្នឹងហើយ alright អ្នកនរគ្នាអញ្ចឹងឥឡូវយើងចាំមកទទួលទៅឥឡូវយើងបានជាមួយនឹងវីដេអូរបស់យើងហើយអូខេឥឡូវយើងទៅមើលជាមួយនឹងវីដេអូដែល AI generate ឲ្យយើងទាំងអស់គ្នាអូខេនេះជាវីដេអូប្រភេទ unboxing តោះអូខេទៅខំតែល្អចាបើអត់ល្អយើង generate ម្ដងទៀតគឺយើងខាតខ្វាញ់អញ្ចឹងណាអាយ៉ាអ្នកនរគ្នាមានអីតំណងទៅនេះល្អតែអូខេយើងបាក់ធំមានចម្រៀងទៀតណាបាទអូមានប្រអប់មាននេះឲ្យយើងមក set មកកា play ទៀតឡើងចេញមកឡើង feel ឡើង premium ហ្មងអ្នកនរគ្នាបាទឃើញអត់ងាយស្រួលអញ្ចឹងបាទងាយស្រួលអញ្ចឹងហើយអ្នកនរគ្នាឃើញមកពេលខ្លះ AI វាកាត់មកវាមិនសូវតំណងហ្មងឯវាមាននេះវាកាត់ហើយវាឆូតចេញវិញម្ដងទៀតអញ្ចឹងណាបាទអញ្ចឹងយើងអាចចូល download វីដេអូហ្នឹងហើយយើងទៅកាត់ CapCut ថែមតិចតួចទៅគឺអែមហើយអាចធ្វើការយកផុសបានឃើញបាទនេះកន្លែងនេះកន្លែងដំបូងនេះបាទកន្លែងដំបូងនេះជាម្ដងហើយទៅជាចូលក្នុងវិញអូខេអញ្ចឹងអ្នកទាំងនេះអាចធ្វើការយកវីដេអូនឹងយកទៅកាត់ក្នុង CapCut បន្តិចទៅគឺអូខេបាទដែរប៉ុន្តែអាចប្រើបានឃើញបាទអូខេអាចប្រើការបានបាទស្អាតជាងថតជាមួយនឹងកាមេរ៉ាតម្លៃថ្លៃផងនេះអូខេអញ្ចឹងប៉ុណ្ណឹងអាចប្រើការបានដែរឥឡូវនេះខ្ញុំសុំចេញទៅខាងក្រៅវិញហើយខ្ញុំធ្វើការប្រាប់អ្នកទាំងគ្នាម្ដងទៀតតាក់ទងជាមួយនឹងការ generate នឹងដដែលប៉ុន្តែយើងយកជាលក្ខណៈ reference video វិញម្ដងអញ្ចឹងអ្នកទាំងគ្នាឧទាហរណ៍ថាឥឡូវខ្ញុំហៅជាមួយនឹង hook product ដដែលបាទខ្ញុំយកជាមួយនឹង hook នឹងដដែល hook នេះបាទហើយជាមួយនឹងរូបនេះចុះបន្តជា upload ហើយបន្តមកអ្នកទាំងគ្នារើសជាមួយនឹង reference video បាទអញ្ចឹងវីដេអូនេះខ្ញុំបាន share ពី TikTok មកអញ្ចឹងណាអូខេនេះអានេះឧទាហរណ៍យើងដាក់វីដេអូយើងចូលទៅក្នុងនឹងមកបន្តមកគឺវានឹង load ចូលក្រុមនេះហើយបាទនេះហ្នឹងវីដេអូ reference ដែលខ្ញុំយកពី TikTok មកហើយវីដេអូ reference អ្នកនរគ្នាមិនបាច់ចាំថាអូខេតគេលក់អីវ៉ាន់ដូចយើងចាំបានយើងអាចយកមកបានអត់ទេគេលក់អីវ៉ាន់ផ្សេងបាទគេថតអីផ្សេងក៏យើងដាក់ចូលមកគឺវានឹងblend ជាមួយនឹងអីវ៉ាន់របស់យើងតែម្ដងអញ្ចឹងមិនថាអូខ្ញុំឃើញវីដេអូគេលក់លេលុយឧទាហរណ៍ណាបាទអញ្ចឹងអ្នកនរគ្នាធ្វើការ download វីដេអូគេយកមកដាក់ក៏បានដែរលក់កាសហ្នឹងបានធម្មតាអូខេអញ្ចឹងខ្ញុំចុចដាក់ថា create similar អញ្ចឹងមកហើយដាក់រូបភាពចោយើងចុចទៅបាទចុចសញ្ញាព្រួញទៅមុខហ្នឹងបាទអូខេអញ្ចឹងឥឡូវយើងចាំ generate តិចទៅបាទហើយនៅពេលហើយខ្ញុំនឹងឲ្យគ្នាយើងមើលទាំងអស់គ្នាដោយសារអីវា generate ចាំវាមកស្ទុះដែរអូខេវាដូចតែមិនដែរទេអូខេ
alright តោះនេះអញ្ចឹងបន្ទាប់ពីយើងចាំមកស្ទុះមកឥឡូវយើងបានជាមួយនឹងវីដេអូរបស់យើងហើយបាទអញ្ចឹងមិញខ្ញុំធ្វើការដាក់ជាមួយ reference មកពី TikTok អញ្ចឹងណាបាទអញ្ចឹងឥឡូវយើងចូលទៅ check មើលបងប្អូន These silicone earplugs មកឡើងដាក់ធំសិនបាទ These silicone earplugs are actually insane. The ring design fits securely, they're super comfortable, and the upgraded filter blocks out literally everything. អូខេតោះនេះអញ្ចឹងបន្ទាប់ពីមើលហើយខ្ញុំគិតថាអូខេវីដេអូហ្នឹងគឺល្អដល់គ្នាប៉ុណ្ណឹងណាគ្រាន់តែថាមានគុណវិបត្តិមួយចំនួនដែរដូចជាសលេងរៀងអស់ម្លាយពេកដល់គ្នានិយាយរៀង slow ពេកអញ្ចឹងអ្នកនរគ្នាធ្វើការកែសលេងបន្ថែមដាក់ speed ឲ្យលឿនជាងហ្នឹងតិចទៅឲ្យវានិយាយលឿនជាងទៅឬក៏មួយទៀតអ្នកនរគ្នាអាចធ្វើការដូរសលេងមនុស្សអាចធ្វើការនេះចូលទៅកាន់ website 11 lab ណាអ្នកនរគ្នាបាទ11 lab បាទចូលទៅកាន់ website នេះដើម្បីយកសលេងមកពី website ហ្នឹងមកដាក់បន្ថែមអញ្ចឹងទៅអូខេ website នេះគឺក៏មានសលេង free ដែរអ្នកនរគ្នាចង់ឲ្យធ្វើការយកសលេងហ្នឹងមក apply ទៅមើលទៅលើតួរបស់យើងតើវា ស៊ីគ្នាអត់ចឹងណាបាទព្រោះសលេងនៅក្នុងនេះគឺវា FM ជាងបាទអញ្ចឹងអ្នកនរគ្នាចូលទៅតេស្ត 11 lab ហ្នឹងបានណាបាទហើយអាចយកសលេងពីហ្នឹងមកដាក់នៅលើវីដេអូយើងវិញក៏បានដែរបាទអូខេអញ្ចឹងមកសិនទីថាអ្នកនរគ្នាមើលហើយពេញចិត្តអ្នកនរគ្នាធ្វើការ download ទុកបានបើថាអត់ពេញចិត្តទេយើងអាចធ្វើការចុច new វីដេអូចឹងទៅឲ្យវាធ្វើការ generate ជាមួយនឹងវីដេអូនឹងម្ដងទៀតអញ្ចឹងណាបាទអូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាប្រកាសជាចេះធ្វើការ generate ជាមួយនឹងវីដេអូ AI ដែលប្រើប្រាស់ជាមួយនឹង Pico Pilot តាមរយៈ Visual Video Maker ហ្នឹងត្រូវអ្នកនរគ្នាបាទអញ្ចឹងក្នុង Pico Pilot ហ្នឹងគឺមានច្រើន tool ជាច្រើនទៀតដូចជា AI Product Page Design ទៅជាមួយ Fashion Reel Try On បាទ Product Photo Shoot ទៅជាមួយនឹងការ change ជាមួយនឹង AI Background បាទធ្វើជាមួយនឹងenhancement ធ្វើឲ្យរូបភាពកាន់តែច្បាស់ហើយមានជាមួយនឹង tool ជាច្រើនទៀតនៅក្នុងហ្នឹងបាទអញ្ចឹងគឺអ្នកទាំងអស់គ្នាធ្វើការចូលមកឆែកមើលនៅខ្លួនឯងបានមកតែខ្លួនឯងបន្ថែមទៀតបាន subscribe ជាមួយ plan Pico Pilot ហ្នឹងហើយធ្វើការមកតេស្តបន្ថែមទៀតបានអាសាតែនៅក្នុងហ្នឹងគឺមាន function feature ច្រើនខ្លាំងពេកអញ្ចឹងគឺខ្ញុំអាចធ្វើការ include មកនៅក្នុងវីដេអូតែមួយនឹងបានទេអញ្ចឹងខ្ញុំគ្រាន់តែធ្វើការប្រាប់ tool អ្នកទាំងអស់គ្នាហើយខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាត្រួសជាពិសេសកន្លែងធ្វើការ generate ជាមួយវីដេអូហើយអ្នកទាំងអស់គ្នាធ្វើការចូលទៅតេស្តមើលនៅខ្លួនឯងបានអូខេអញ្ចឹងចំពោះវីដេអូថ្ងៃនេះគឺមានប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនឹងដល់ចប់កុំភ្លេចជួយ subscribe ហើយដាក់សញ្ញាក្តៅនៅមួយផងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ